សួស្តីបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel Admin Han KH ម្ដងទៀតហើយហើយរឿងរ៉ាវនៅក្នុងថ្ងៃនេះគឺជារឿងរ៉ាវដ៏រន្ធត់មួយដែលបានកើតឡើងទៅលើបងប្រុសម្នាក់ដែលគាត់នឹងបានទៅរកក្តាមនៅតាមបណ្ដោយច្រាំងសមុទ្រណារបៀបតាមដៃសមុទ្រតាមអីចឹងណាប៉ុន្តែអំឡុងពេលដែលគាត់ទៅនឹងគឺទៅពេលយប់ហើយទៅតែម្នាក់ឯងទៀតនិយាយទៅបងប្រុសម្នាក់ហ្នឹងគឺគាត់ក្លាហានមែនតើប៉ុន្តែអំឡុងពេលដែលគាត់ទៅនឹងគាត់ក៏បានធ្វើនៅរឿងរ៉ាវមួយដែលវាជាអចេតនាឬក៏គាត់មិនបានចាប់អារម្មណ៍ប៉ុន្តែទង្វើរបស់គាត់មួយហ្នឹងគឺវាបង្កឲ្យគាត់ហ្នឹងបានជួបនៅរឿងរ៉ាវឬក៏ហេតុការណ៍ដែលគួរឲ្យខ្លាចជាច្រើននៅកន្លែងមួយហ្នឹងហើយមិនត្រឹមតែប៉ុណ្្នឹងទេពេលដែលគាត់ត្រឡប់មកដល់កន្លែងធ្វើការវិញគាត់ក៏ចាប់ផ្ដើមមានគ្រោះថ្នាក់មានអីផ្សេងរហូតទៅដល់គាត់ត្រឡប់ទៅផ្ទះរបស់គាត់ស្រុកកំណើតរបស់គាត់ក៏នៅតែជួបរឿងរ៉ាវហ្នឹងនិយាយទៅគឺវែងឆ្ងាយមែនតើរឿងនេះគឺវាគួរឲ្យខ្លាចខ្លាំងមែនតើអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងពេញរបស់ប្រិមិត្តយើងទាំងអស់គ្នារឿងរ៉ាវមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងប៉ាវដោយបងប៉ាវគាត់និយាយថារឿងរ៉ាវមួយនេះកើតឡើងអំឡុងឆ្នាំ2022បងប៉ាវគាត់និយាយថានៅពេលហ្នឹងគឺគាត់ធ្វើការខាងសំណង់ហើយគាត់ក៏ត្រូវមានការងារមួយនៅខាងខេត្តកោះកុងណាហើយគាត់ក៏បញ្ជាក់ខាងស្រុកភូមិឃុំមកកាន់ខ្ញុំដែរប៉ុន្តែខ្ញុំសូមមិនបញ្ចេញទេកែលោកបងប្អូនណាដែលគាត់នៅខាងស្រុកភូមិនោះអញ្ចឹងទៅគាត់ខ្លាចគាត់អីអញ្ចឹងណាអញ្ចឹងបងប៉ាគាត់និយាយថាអាពេលដែលគាត់ទៅធ្វើការនៅហ្នឹងជារៀងរាល់ថ្ងៃគឺឲ្យតែចប់ម៉ោងការងារគាត់តែងប្រវូមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលស្និទ្ធស្នាលនឹងគាត់ណាគឺទៅរកក្តាមទៅដាក់លបដាក់អីតាមច្រាំងថ្មតាមដៃសមុទ្រតាមអីចឹងណាហើយអំឡុងពេលដែលគាត់ដាក់ហ្នឹងគឺគាត់បានគួសមដែរហើយតែងតែយកមកអាំងយកមកដុតអីចឹងទៅយកមកធ្វើមកហូបជាមួយនឹងមិត្តភ័ក្តិរបស់គាត់អីផ្សេងគ្នាចឹងទៅអញ្ចឹងជាប្រចាំថ្ងៃគាត់តែងតែធ្វើអញ្ចឹងដោយសារតែវាជាឱកាសរបស់គាត់ដែលគាត់ទៅធ្វើការនៅម្ដុំហ្នឹងអញ្ចឹងណាអញ្ចឹងគ្រឿងសមុទ្រគឺយើងអាចយកមកហូបបានដោយខ្លួនឯងថ្ងៃមួយគាត់ហ្នឹងបានប្រវូមិមិត្តភ័ក្តិរបស់គាត់ម្នាក់ហ្នឹងដើម្បីទៅរកក្តាមរកអីដូចរដងអញ្ចឹងណាប៉ុន្តែស្រាប់តែថ្ងៃហ្នឹងមិត្តភ័ក្តិរបស់គាត់គឺរវល់អត់បានទៅទេអញ្ចឹងគាត់គិតថាបើមិត្តភ័ក្តិមិនទៅក៏គាត់ទៅដែរទៅតែឯងទៅអីចឹងណាក៏វាមួយយ៉ាងដែរហើយណាមួយគាត់ក៏ធ្លាប់ទៅធ្លាប់អីចឹងណាប៉ុន្តែគាត់គិតចុះគិតឡើងទៅគាត់ថាអាកន្លែងដែលគាត់ធ្លាប់ទៅជាមួយមិត្តភ័ក្តិរបស់គាត់ពីមុនហ្នឹងណាគឺវារកអត់សូវបានដូចមុនទេដូចថាវាចង់ខ្សត់ណាដល់ពេលអញ្ចឹងគាត់ក៏ឃើញថាកន្លែងផ្សេងទៀតដែលយើងទៅឆ្ងាយពីកន្លែងហ្នឹងណាអញ្ចឹងក៏សម្រេចថាទៅកន្លែងដែលយើងឆ្ងាយជាងហ្នឹងទៅគីឡូដាក់បានច្រើនបានអីអញ្ចឹងអញ្ចឹងបន្ទាប់ពីគាត់គិតហើយល្ងាចឡើងពេលដែលគាត់ចេញធ្វើការទៅគឺគាត់ទៅខ្ចីលបបងប្អូនស្គាល់លបទេអាលបដែលគេដាក់ក្តាមដាក់ត្រីដាក់អីហ្នឹងណាគាត់ក៏ខ្ចីពីអ្នកដែលធ្វើការមួយគាត់អញ្ចឹងបន្ទាប់ពីខ្ចីពីមិត្តភ័ក្តិអ្នកធ្វើការមួយគាត់ហ្នឹងទៅគាត់ក៏ចេញដំណើរទៅតែម្នាក់ឯងហ្នឹងទៅប៉ុន្តែនឹងខ្លួនមកគាត់គឺគាត់មានវិជ្ជាបាយវិជ្ជាមហូបអីហើយនឹងធុងពេត្រូធុងអីចឹងហើយមានតកេះមានអីចឹងទៅដើម្បីគាត់ត្រៀមបកាត់ភ្លើងបកាត់អីនៅកន្លែងដែលគាត់ចងរឹងចងអីចឹងគាត់មានរឹងមានអីនឹងដែរនិយាយទៅគាត់ត្រៀមមកស្រេចសម្រាប់ការដែលទៅមាត់ដៃសមុទ្រហ្នឹងណាអញ្ចឹងពេលដែលគាត់រៀបចំហើយទៅគាត់ក៏ចេញដំណើរអីចឹងទៅហើយគាត់ទៅដល់កន្លែងតំបន់មួយហ្នឹងគាត់មើលម៉ោងទៅគឺម៉ោង6កន្លះល្ងាចអញ្ចឹងពេលដែលគាត់ទៅដល់កន្លែងហ្នឹងគាត់ក៏ចាប់ផ្ដើមដើររមើលថាតើមានកន្លែងណាដែលគាត់អាចចងរឹងគាត់អាចងាយស្រួលក្នុងការបកាត់ភ្លើងណាដើម្បីដូចថាយើងឲ្យវាភ្លឺអីចឹងទៅហើយក៏យើងអាចនឹងដុតឬក៏អាំងក្តាមអាំងត្រីអីដែលយើងរកបានហ្នឹងណាអញ្ចឹងពេលដែលគាត់ដើរទៅគាត់ថានៅតាមអាដៃសមុទ្រហ្នឹងមានកន្លែងតំបន់មួយដែលមានដើមឈើវាច្រើនគួរសមដែរអាចនិយាយថាវាជាព្រៃមួយណាហើយក៏កន្លែងហ្នឹងមានដើមឈើដែលគាត់អាចចងរឹងបានដូចថាដើមឈើពីរសងខាងនេះអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏គិតថាអូកន្លែងហ្នឹងល្អហើយក៏យករឹងរបស់គាត់ហ្នឹងមកចងកន្លែងហ្នឹងទៅហើយពេលដែលគាត់ចងហើយទៅគាត់ក៏មើលទេសភាពម្ដុំគាត់គឺវាស្ងាត់មែនតើនិយាយទៅវាលឺសំឡេងសត្វអីខ្លះដែរគ្រាន់ថាវាមិនមែនជាសំឡេងម៉ូតូឡានអីចឹងណាប៉ុន្តែបើនិយាយពីបរិយាកាសវិញគឺវាស្រឡះមុខស្រឡះមាត់មែនតើដោយសារតែលឺសំឡេងទឹកអឡោកអីតិចឮសំឡេងខ្យល់មកអំភើញហើយវាត្រជាក់វាធ្វើអារម្មណ៍គាត់នឹងស្រស់ស្រាយមែនតើអញ្ចឹងអំឡុងពេលដែលគាត់ចងរឹងហ្នឹងគាត់ក៏
mơ thì tập hiệp ấy có tha vi chỉ cái lái mũi để ai quật hai chỉ rô cái đam rô ấy ban trào chẳng nè chẳng về cho hai nó có chập đám quật bạc cắt nụ bạc cắt phường ở được cái ở ấy bạc cắt chẳng từ đọc về bạc cắt hai tới quật có cái thang từ tròn rồi cái lái đã lộp rồi sao tại cái lái những cái lái thâm mây vậy chẳng dương ở đai score cái lái na thì có đa chẳng từ rô mơ rồi chẳng từ hay quật có miền là phường tù sam bạc quật á có miền pân lệ có vô phường tù sam bạc quật tại mà đòn chẳng về được có từ đó có bật trang mưa này mưa này mà nó tới có đạn lốp đã yên từ hãy có từ lọc máu cái lấy là có tròn rừng vinh hay là về được có mà đo lăng hói có chấp đam vô bài là có vinh bị tia màu do hộp từ đời xa tà về là có tranh bị thua ca phim nắng bị các bạn là nghĩ những gọi bạn học bài thì chẳng hiện heo đá chẳng có thua ca lia thong và lia ấy hộp bài hộp ấy tám thôi mà đà hay bị to bị quạt hộp bài hao chứ ạ còn mưa máu tức khơi tham mong một bơ chiến đò mong chất đồng bấy hơi bàn tay có tha trăm mà mong tí từ trăm mong buồn giúp ấy trăm tờ mưa khai lô bị ban cái đam ban thầy vì điên trao chẳng á chẳng có nâng cùi lên cùi ấy chẳng tư hay có cho tù xăm ấy tí tù chẳng á nè là hốt đó chất đo mong phẩm buồn có sẽ tầm mẹ đám tháng chứ bọt chương tôi bị buồn mê bị hiện thực chẹo nó về chẳng có đá tới cái lấy prey mùi đại biên nơi mình ngay vì cái lấy là có tròn ở đằng má đấy nè cứ bài chỉ tung bấm pơ từ bấm bay mệt trong ngày bị người đằng mà quạt hay quạt đào chẳng tới quạt có bọt trường bọn tay cái lấy là quạt bọt trường nó có tham miên từ bộ mùi tay từ bộ nó vì miên đôi lệ nè con chư con ấy vật đâu ấy giống nè hay miên làm chư đam ấy từ việc đâu rồi giống như mưa tức khơi chỉ lệ cái nè từ bộ bàn tay vì mình đây à luôn đây ấy thì hay quạt có bọt trường bọt ấy tam thông mà đa chẳng từ đặc biệt bọt trường hao chứ ạ có chập đám tranh từ vì thà quạt đào mà vô thùng mà quạt á hay có quạt đào tới cái lấy lô bạc quạt làm mấy tầm mưa chân từ nó bây là quạt đào từ đó cái lấy lô bạc quạt nó là một bốn đằng mà chứ quạt thà bên nó ạ cứ lô bạc quạt cứ xuất cái đam như là hiện tô là mồm à là thôm vậy tôi cứ đam cho ra mình đèn rồi biết thà quạt số bài chất đó nè người ta ô cái lấy này cứ thâm ấy mà quạt hay quạt màu này anh ban cho ra nó số bài à chẳng có phải nhà làm mấy vô cái đam chạy đằng tư đã cho thùng đại giống nè hãy có xa lốp xa ấy đừng mau vinh hay có du à thùng du cái đám đừng mau từng ọc như từ bây mà đo cái lại người đừng vinh bóng phá có tha áp lương này có đột nắng á có chập đám vô cái đám nữa thông và giờ bị bay những tới vô mà ăn đi tham vô mà hộp ấy phim cái lô vị ngành vị ấy chứ nè bà sân dương trăm giờ tét thì lô ta viện sơi ngành chẳng biết là con ăn cái đám bị bay nữa cho ăn hao tới có hộp đó hay có hộp đá mưa tùa sạp ở đá ấy giống nè vậy tới cứ cốt ọt miên cất ấy với ngay khéo bị nâng tỷ người ta chia lá nâng ấy nó bị cốt hộp hao giống tới có ta có đau nó quy chuyết mình đèn chứng anh mình đèn hay là hộp đó cốt hộp ban bằng tích cài máu cốt có cái thà bán này chụp hộp ấy tái bị nó con mẹ đóng than vậy ở toàn trong một tia hệ là giải mẹ đóng tài hiện tuần này là giải dương hộp hao vì ai đó là chẳng tới cái thắng sầm rạ mình tích sẵn từ chăm tí tiết chăm từ tia từ ấy dưới nè chẳng có phết luôn đây từ lương người đăng từ còn tái pin nó cứ ngặt bên tèn lưng ngất đó nè mong ôn mau buồn giúp nè lấy dương xa sầm máy mơ men mong phèo mong muối ấy tê cứ mau buồn giúp vậy ngặt bên tèn tái pin là có sầm rạ nữa có tha đi hiện du đài xếp tay cầm bông tay sầm rạ sóc có lư sầm lầy có tha sầm lấy nó đôi chỉ lư sầm rắp chương đá trung bình luôn quán á trung bình người đăng quán á lưu dùm lên chẳng dân cái ta ô không dùm lên nó cứ vài giờ ca vô sọc bao giờ ngay chẳng quát có chứ tờ kênh mà to chứ nè tái pin nó bật chẹ cứ quát nó không ca kênh thì mình mến quát nhẹ đấy nè đọc pin chắc là có tha dùm lấy nó lưu một kia từ cái chị dương làm tới lưu kia tới đôi miên mình đi cặp bông tè đau dùm đau mà căn dương chắc á đọc pin có tha lưu kia tới quát cục nhẹ đó bây giờ có nhẹ phim nữa có toàn bao phê chứ nè để thay dương còn đăng luôn những tới dương bật phê chẳng ạ hay đầu bây chẳng có tiếng sẽ đạp tiệt chị quát nữa sẽ ta có thà sầm lấy nó cứ nơi tờ lử chẳng biết nó quát cứ thà ô sầm lấy là quát lư mà những viên mẹ chỉ ca vô sao thì cứ chia sầm lấy bật vào cọt sầm lấy nơi khéo màu đó bây bằng ba quát lư sầm lấy nó có bông thật nào màu kia tới cái mai người rừng mà quát nữa sẽ tập bây nó quát có sầm rạch chất bao phê bạc quạt còn tay bông bông nâng mà nhé anh chồng vặt đây bông pa quạt bao phê phập tới nữa
គាត់ថាអាដើមឈើដែលគាត់ចងរឹងហ្នឹងអាmấyឈើដែលនៅខាងលើមុខគាត់ហ្នឹងស្រាប់តែគាត់ឃើញសមោខ្មៅមួយលូតក៏ទ្រុបពីលើគាត់លូតពីលើអាmấyឈើហ្នឹងបុបមកលើគាត់ហ្នឹងហើយដល់ពេលអញ្ចឹងទៅបងប៉ាគាត់ថាគាត់ប្រឹងស្រែកប៉ុន្តែគាត់ស្រែកអត់បានទេហើយពេលហ្នឹងគាត់ប្រឹងប្រះប្រឹងអីអញ្ចឹងណាប៉ុន្តែគាត់ថាគាត់ប្រះយ៉ាងណាក៏ប្រះរួចដែរហើយដល់ពេលអញ្ចឹងស្រាប់តែអំឡុងពេលអាសមោខ្មៅនោះវាសកត់បានបន្តិចណាស្រាប់តែប្រែចេញជារូបរាងដល់រូបរាងហ្នឹងគឺជាមនុស្សប្រុសម្នាក់ដែលមានវ័យចំណាស់ប៉ុន្តែគាត់ថាមើលមុខមើលអីទៅគឺលក្ខណៈថាឃើញតែខ្មៅមើលទៅគឺលក្ខណៈដូចរូបរាងមនុស្សតែមើលអត់ច្បាស់តែអត់មានគ្រាប់ភ្នែកទេស្រាប់តែកំឡុងពេលដែលមនុស្សប្រុសម្នាក់ហ្នឹងសកត់គាត់ហ្នឹងគាត់ក៏លឺសំឡេងនិយាយមកកាន់គាត់ហែងឆ្លួយណាស់ហែងមកនួមដាក់កន្លែងអញហែងប្រមាថអញហើយពេលហ្នឹងបងប៉ាគាត់ភ័យមែនតើប៉ុន្តែប្រះយ៉ាងណាក៏ប្រះរួចស្រែកយ៉ាងណាក៏ស្រែកអត់កើតហើយដល់ពេលអញ្ចឹងទៅស្រាប់តែអាសំឡេងហ្នឹងនិយាយបានតែប៉ុណ្ណឹងណាក៏បាត់សំឡេងហ្នឹងទៅហើយស្រាប់តែពេលហ្នឹងគឺរឹងរបស់គាត់ហ្នឹងគឺដាច់បុបធ្លាក់ទៅដីបុបហើយពេលហ្នឹងស្រាប់តែសមោខ្មៅគឺវាបាត់ដល់ពេលបាត់អញ្ចឹងទៅបងប៉ាគាត់ថាពេលហ្នឹងគឺគាត់ភ័យមែនតើតែគាត់ងើបរួចវិញណាប៉ុន្តែអាអំឡុងពេលដែលគាត់ងើបមកហ្នឹងរបៀបថាងើបអង្គុយពីអារឹងដាច់ហ្នឹងគាត់ក៏កលេចមើលឆ្វេងស្រាប់តែគាត់កលេចទៅគាត់ថាគាត់ឃើញមនុស្សប្រុសម្នាក់សមោខ្មៅដែលកំពុងតែឈរត្រង់អញ្ចឹងកំពុងតែបែរមកមើលគាត់ហើយពេលហ្នឹងបងប៉ាគាត់ក៏កលេចចង់ដឹងកលេចស្ដាំទៀតនៅពេលគាត់កលេចស្ដាំទៀតគាត់ថាអាសមោខ្មៅនោះនៅខាងស្ដាំទៀតស្រាប់តែបែរមកមើលគាត់ហើយគាត់កលេចទៅខាងមុខទៀតឃើញទៀតកលេចទៅក្រោយឃើញទៀតឃើញនៅឈរជុំវិញគាត់អញ្ចឹងណាហើយពេលហ្នឹងបងប៉ាគាត់ភ័យពេកគាត់គិតថាអូកន្លែងហ្នឹងគឺប្រកាសជាមានខ្មោចមានអីអញ្ចឹងណាគាត់ក៏សវាយកធុងអាធុងដែលគាត់ដាក់ក្តាមទៅអីហ្នឹងយួរទៅហើយគាត់រត់ទៅណាគាត់រត់ឡើងលឿនមែនតើហើយពេលហ្នឹងបងប៉ាគាត់ថាគាត់ឡើងចង់លួសព្រលឹងចង់អីតែក៏ទប់ស្មារតីហើយគាត់រត់រហូតបានរៀងឆ្ងាយដែរបានគាត់គិតថាអូកន្លែងហ្នឹងគឺលេងអីហីមកដល់កន្លែងម្ដុំផ្ទះអ្នកភូមិវិញណាស្រាប់តែគាត់ក៏កលេចទៅមើលអាធុងរបស់គាត់នេះប៉ុន្តែបងប្អូនដឹងមិនទេគាត់ថាអានៅក្នុងធុងរបស់គាត់ហ្នឹងគឺវាអត់មានក្តាមទេគឺវាសុទ្ធតែដុំថ្មបងប្អូនអាដុំថ្មដែលវានៅនឹងច្រាំងមាត់ដៃសមុទ្រហ្នឹងគឺវាមានដុំហ្នឹងសុទ្ធតែដុំថ្មហ្នឹងហើយបងប៉ាគាត់ថាគាត់ឃើញពេលហ្នឹងគាត់ឡើងភ័យមែនតើគាត់ក៏កវែងអាធុងហ្នឹងចោលទៅហើយក៏គាត់រត់ទៅមុខត្រង់ទៀតដល់ពេលអញ្ចឹងគាត់ក៏រត់រហូតដល់កន្លែងដែលគាត់ផ្ញើម៉ូតូផ្ញើអីចឹងណាហើយទៅដល់ហ្នឹងគឺគាត់អត់មានទៅប្រាប់រឿងរ៉ាវហ្នឹងទៅដល់មិត្តភក្តិរបស់គាត់អីណាទេរហូតដល់ព្រលឹមឡើងបងប៉ាគាត់ក៏ទៅធ្វើការរបស់គាត់តាមធម្មតាប៉ុន្តែអំឡុងពេលដែលបងប៉ាគាត់ធ្វើការហ្នឹងស្រាប់តែគាត់ថាវាចម្លែកមែនតើរាល់ដងគាត់ធ្វើការមិនដែរអញ្ចឹងទេស្រាប់តែលើកហ្នឹងគាត់មានអារម្មណ៍ថាធ្វើការទៅគាត់ថាដំអីតិចទៅគឺប៉ះអាដៃគោនឹងមុតដៃដល់ពេលគាត់មុតដៃអញ្ចឹងគាត់ក៏គាត់ថាវាជារឿងធម្មតាយើងផ្លត់ស្រៀតអញ្ចឹងណាតែពីមុនមកគាត់មិនដែរធ្វើការអញ្ចឹងទេដល់ពេលហើយគាត់ក៏ធ្វើការទៀតដៃធ្លាក់លើដៃរបស់គាត់នឹងឡើងហើមអញ្ចឹងទៅហើយបងប៉ាគាត់មានអារម្មណ៍ថាវាចម្លែកជាងរាល់ដងដូចវាថាវាសយហើយដល់ពេលអញ្ចឹងគាត់ក៏មិនទាន់ជានិយាយអីដែររឿងរ៉ាវហ្នឹងដល់ពេលថ្ងៃស្អែកឡើងបងប៉ាគាត់ទៅធ្វើការតាមធម្មតាស្រាប់តែគាត់ធ្វើសុកគាត់ថាមិនដឹងយ៉ាងម៉េចទេគាត់ឡើងទៅលើអានទីបងប្អូនស្គាល់អានទីទេអានទីដែលយើងឡើងទៅដើម្បីយើងធ្វើខាងលើរបៀបទៅយើងលាបសំងបៀកសំងអីចឹងណាគាត់កំពុងតែឈោគាត់ថាដូចមានស្អីទាញគាត់ចឹងទាញវុបគាត់ក៏ធ្លាក់ពីលើអានទីហ្នឹងមករហូតដល់គាត់ហ្នឹងបែកក្បាលគាត់ថាអាយ៉ាហ្នឹងគឺរឿងធំដែរហើយដល់ពេលហ្នឹងបងប៉ាគាត់មានអារម្មណ៍ថាគឺតាំងពីយប់មិញគាត់ឃើញហេតុការណ៍ហ្នឹងទៅគឺមានអារម្មណ៍ថាដូចគេតាមគាត់ចឹងណាប៉ុន្តែពេលហ្នឹងគាត់ក៏ប្រាប់មិត្តភក្តិរបស់គាត់ដាច់ចិត្តណាគាត់ថាពេលដែលគាត់ទៅម្នាក់ឯងទៅរកក្តាមរកអីហ្នឹងគាត់បានជួបហេតុការណ៍មួយហ្នឹងដល់ពេលគាត់ប្រាប់អញ្ចឹងទៅមិត្តភក្តិរបស់គាត់ថាវាមិនដែរមានខ្មោចមានអីណាឯងចេះតែនិយាយចេះតែអីហ្នឹងទៅសោចគាត់ទៀតថាគាត់ចេះតែខ្លាចចេះតែអីចេះតែនិយាយចេះអីទៅវាគ្មានខ្មោចមានអីណាទេហើយដល់ពេលគាត់ប្រាប់មិត្តភក្តិរបស់គាត់អត់ជឿអញ្ចឹងទៅគាត់ក៏មិនដឹងធ្វើម៉េចណាអញ្ចឹងពេលហ្នឹងគាត់ក៏សម្រាប់ចិត្តថាកន្លែងហ្នឹងគឺគាត់នៅអត់កើតទេគាត់ក៏សុំមេរបស់គាត់ដើម្បីសម្រាក2-3ថ្ងៃសិនណាដោយសារតែមានអារម្មណ៍ថាអត់ស្រួលទេអញ្ចឹងពេលហ្នឹងមេគាត់ក៏ស្រួលទៀតក៏អូខេទៀតក៏បើកលុយឲ្យគាត់ទៅគាត់ថាដោយសារតែពេលហ្នឹងគឺការងាររៀងស្បោយខ្លះដែរហើយអញ្ចឹងក៏មេគាត់រៀងអូខេណាអញ្ចឹងគាត់ក៏បានលុយបានអីអញ្ចឹងទៅក៏ធ្វើដំណើរទៅស្រុកកំណើតរបស់គាត់ហើយបជាស្រុកកំណើតរបស់គាត់មិនមែននៅខេត្តហ្នឹងទេ
ហើយដល់ពេលគាត់ទៅដល់កន្លែងផ្ទះរបស់គាត់អញ្ចឹងគាត់គិតថាអូគ្រប់យ៉ាងវាលេងអីហើយវាភាសាឡើងវិញហើយអាចថាគេលេងមកតាមឬក៏លេងអីអញ្ចឹងណាប៉ុន្តែអ្វីដែលគាត់គិតហ្នឹងគឺវាអត់ត្រូវទេដោយបងប៉ាគាត់និយាយថាយប់ឡើងអាពេលដែលគាត់សម្រាកនៅផ្ទះរបស់គាត់ហ្នឹងណាស្រាប់តែគាត់គេងយល់សពដល់ក្នុងយល់សពហ្នឹងគាត់ថាគាត់កំពុងតែគេងសុកស្រាប់តែមានឮសំឡេងសម្រាប់ជើងមនុស្សម្នាក់កំពុងតែដើរដូចថាដើរមកពីចម្ងាយអញ្ចឹងណាហើយស្រាប់តែដើរមកគៀកក្រែគាត់ទៅគៀកទៅហើយពេលហ្នឹងបងប៉ាគាត់ក៏ឆ្ងល់គាត់ថាចំអ្នកណាគេដើរមករកគាត់ហើយក្នុងយល់សពហ្នឹងគាត់ស្មានតែឪពុកឬក៏ម្ដាយរបស់គាត់ដើរមកអញ្ចឹងណាប៉ុន្តែពេលដែលគាត់បើកភ្នែកបុបទៅគាត់ថាពេលហ្នឹងនៅចុងក្រែរបស់គាត់ហ្នឹងអាចុងជើងរបស់គាត់ហ្នឹងស្រាប់តែគាត់ឃើញរូបរាងមនុស្សប្រុសម្នាក់ដែលសបល់មើលទៅរូបរាងពណ៌ខ្មៅប៉ុន្តែអ្វីដែលគួរខ្លាចគឺមនុស្សប្រុសម្នាក់ហ្នឹងអត់មានគ្រាប់ភ្នែកទេហើយស្រាប់តែកំពុងតែឈរមកចង្អុលមកកាន់បងប៉ាអញ្ចឹងហើយនិយាយមកកាន់គាត់ថាឯងប្រមាថអញឯងឆ្លើយណាស់អញនឹងយកឯងទៅនៅជាមួយអញហើយពេលហ្នឹងបងប៉ាគាត់ភ័យមែនដែរហើយគាត់ក៏ស្រែកជួយផងអញ្ចឹងណារហូតដល់គាត់ភ្ញាក់ពីដំណេកមកវិញដល់ពេលគាត់ភ្ញាក់មកវិញពេលហ្នឹងគាត់ក៏បានប្រាប់រឿងរ៉ាវហ្នឹងទៅកាន់ឪពុកម្ដាយរបស់គាត់ដែរហើយលុះដល់ព្រលឹមឡើងបងប៉ាគាត់មានអារម្មណ៍ថាគាត់ដូចអត់សូវស្រួលខ្លួនបានទេដោយសារតែយប់មិញយល់សពមិនល្អប៉ុន្តែក៏អត់បានប្រាប់រឿងរ៉ាវដែលគាត់ជួបកន្លងមកហ្នឹងទៅកាន់ឪពុកម្ដាយរបស់គាត់ដែរដោយសារតែខ្លាចឪពុកម្ដាយរបស់គាត់ស្ដីបន្ទោសឲ្យគាត់ថាហេតុអីបានជាគាត់ទៅអញ្ចឹងទៅឯងអញ្ចឹងណាអញ្ចឹងគាត់បានត្រឹមតែលាក់រឿងហ្នឹងទុកក្នុងចិត្តតែប៉ុណ្្នឹងទេហើយលុះដល់យប់ស្អែកឡើងបងប៉ាគាត់ថាគាត់ក៏គេងយល់សពម្ដងទៀតដែលក្នុងយល់សពហ្នឹងគឺគាត់ឃើញមនុស្សប្រុសម្នាក់ហ្នឹងដដែលហើយស្រាប់តែដើរមកកន្លែងចុងក្រែរបស់គាត់ប៉ុន្តែលើកហ្នឹងមនុស្សប្រុសម្នាក់ហ្នឹងមកច្អល់ក្បែរនឹងមុខរបស់គាត់ហើយមុខឡើងខឹងគាត់ហើយពេលបងប៉ាគាត់មើលឃើញអញ្ចឹងបងប៉ាគាត់ភ័យមែនទេប៉ុន្តែពេលហ្នឹងគាត់ប្រឹងប្រះប្រឹងអីប្រឹងស្រ័យរហូតដល់គាត់ភ្ញាក់ពីដំណេកទៀតប៉ុន្តែខ្ញុំភ្លេចបញ្ជាក់បងប្អូនណាថាបងប៉ាគាត់គេងនៅក្នុងបន្ទប់គាត់បន្ទប់នៅខាងក្រោមផ្ទះអីចឹងណាដូចថាមានបន្ទប់ថ្មបន្ទប់អីចឹងទៅហើយម្ដាយរបស់គាត់គឺគេងនៅលើផ្ទះចឹងណាគាត់មានអារម្មណ៍ថាដូចអត់ស្រួលសោះហេតុអីបានជាគាត់យល់សប្តិឃើញអញ្ចឹង2ថ្ងៃតជាប់គ្នាហើយតែពេលហ្នឹងគឺគាត់មានអារម្មណ៍ថាក្តៅខ្លួនមានអារម្មណ៍ថាអត់ស្រួលខ្លួនសោះចេះតែធីងធងចេះតែវល់មុខអីក្តៅខ្លួនខ្លាំងមែនតើហើយលុះដល់ព្រលឹមឡើងបងប៉ាគាត់ក៏ប្រាប់ថាគាត់អត់ស្រួលខ្លួនទេពេលហ្នឹងម្ដាយរបស់គាត់ក៏ថាឥឡូវកូនឯងទៅដាក់សេរ៉ូមមកកផ្លោកទៅដូចតែគីឡូយើងវាអត់ស្រួលខ្លួនយើងហត់យើងអីមកវាធ្វើការអីចឹងណាទៅពេទ្យហើយក៏ពេទ្យដាក់សេរ៉ូមអីហើយគាត់យកសេរ៉ូមហ្នឹងមកផ្ទះវិញទេមកសម្រាប់នៅក្នុងផ្ទះរបស់គាត់អីតាមធម្មតាចឹងទៅប៉ុន្តែស្រាប់តែយប់ឡើងពេលហ្នឹងសេរ៉ូមគាត់អត់ទាន់អស់ណាគាត់គេងធម្មតាចឹងស្រាប់តែយល់សពលើកហ្នឹងគាត់ថាគាត់ឃើញមនុស្សប្រុសម្នាក់ហ្នឹងមកដដែលហើយមកនិយាយស្ដីឲ្យគាត់ថាឯងប្រមាថអញឯងឆ្លើយណាស់ឯងទៅនួនដាក់កន្លែងអញត្រូវតែយកឯងទៅនៅជាមួយហើយស្រាប់តែមករហូតច្បាច់កគាត់ណាប៉ុន្តែបងប៉ាគាត់ថាពេលហ្នឹងគាត់ប្រឹងប្រះប្រឹងអីទៅរហូតដល់គាត់ភ្ញាក់ពីដំណេកហើយពេលហ្នឹងបងប៉ាគាត់ថាគាត់ក្តៅខ្លួនខ្លាំងទៅមានអារម្មណ៍ថាខ្លួនឯងហ្នឹងគឺអស់កម្លាំងយកទៅមែនតែនស្រាប់តែម៉ោងប្រហែលជា6ព្រឹកបងប៉ាគាត់ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវដែលគាត់បានជួបហ្នឹងទៅប្រាប់ឪពុកម្ដាយរបស់គាត់ហើយពេលដែលគាត់រាយរាប់ប្រាប់ឪពុកម្ដាយរបស់គាត់អញ្ចឹងស្រាប់តែពេលហ្នឹងឪពុករបស់គាត់ខឹងគាត់មែនទេថាហេតុអីបានជាដំបងឡើយគាត់មិនប្រាប់គាត់ទុកដល់អញ្ចឹងណាហើយក៏ឪពុករបស់គាត់ថាហេតុអីបានជាទៅអញ្ចឹងពេលហ្នឹងឪពុករបស់គាត់ខឹងខ្លាំងមែនទេប៉ុន្តែបានត្រឹមតែយើងស្ដាប់ណាដោយសារតែពេលហ្នឹងយើងវាជ្រុលទៅហើយយើងមិនដឹងធ្វើម៉េចណាហើយឪពុករបស់គាត់ក៏បានឌុបគាត់ទៅវត្តហើយឌុបនឹងឌុបទាំងសរោមនឹងដៃបងប្អូនហើយពេលដែលឌុបទៅដល់កន្លែងវត្តពឹបគាត់ក៏ទៅជួបចៅអធិការមួយអង្គប៉ុន្តែបងប្អូនដឹងមិនទេរឿងរ៉ាវដែលបងប៉ាគាត់ថាគាត់ព្រឺរោមកាន់តែខ្លាំងណាពេលដែលគាត់ជួបបច្ចៅអធិការមួយអង្គហ្នឹងស្រាប់តែព្រះអង្គមានសន្និការថាហើយទៅធ្វើអីមកហើយមិនបានជាគេតាមមកអញ្ចឹងហើយដល់ពេលអញ្ចឹងទៅបងប៉ាគាត់ឆ្ងល់ភ្លាមហើយកណាមកតែ2នាក់ឪពុកកណាតាហើយមានអ្នកណាទៀតមកជាមួយពេលហ្នឹងគឺព្រះអង្គអត់មានសន្និការអីទេមានសន្និការអីប្រាប់គាត់ថាឃើញអីណាប៉ុន្តែប្រហែលជាដំបងលោកឃើញទេលោកភ្ញាក់ហើយលោកក៏សង្រួមវិញថាអត់អីទេអញ្ចឹងក៏ឲ្យបងប៉ាហ្នឹងទៅកន្លែងក្រុមដើមឈើមួយដែលនៅក្នុងបរិវេណវត្តហ្នឹងដែរទេកន្លែងហ្នឹងកន្លែងមានតុអង្គុយមានអីក្រុមដើមឈើអញ្ចឹងណាថាឲ្យបងប៉ាហ្នឹងទៅអង្គុយនៅហ្នឹងទៅហើយព្រះអង្គក៏រៀបចំអីអញ្ចឹងទៅហើយក៏ទៅស្រោចទឹកឲ្យបងប៉ា
ព្រះអង្គក៏មានសន្និការថាចេះចាំអាត្មាចងខ្សែអំបោះឲ្យប៉ុន្តែបងប្អូននឹងមិនហីបន្ទាប់ពីព្រះអង្គចងខ្សែអំបោះនឹងហើយព្រះអង្គក៏មានសន្និការថាគេខឹងញោមគេអត់ព្រមទេបងប៉ាគាត់ដឹងភ្លាមគាត់ដឹងថាមានគេតាមគាត់ហើយអញ្ចឹងក៏គាត់សួរទៅកាន់បច្ចេកទេសនឹងសួរថាតាលោកតាឥឡូវកណាគួរធ្វើម៉េចដើម្បីកុំឲ្យគេតាមមកអញ្ចឹងណាប៉ុន្តែពេលហ្នឹងបច្ចេកទេសលោកមានសន្និការថាគឺតម្រូវឲ្យបងប៉ាហ្នឹងឲ្យញោមហ្នឹងទៅសុំកម្មាទោសគេដល់កន្លែងហ្នឹងបើមិនសុំកម្មាទោសគេទេគេមិនព្រមលើកលែងទោសគេមិនព្រមបាត់ខឹងទេប៉ុន្តែបច្ចេកទេសក៏លោកមានសន្និការថាគឺត្រូវតែឲ្យបងប៉ាហ្នឹងបួសចំនួន1ខែដែរដើម្បីសុំកម្មាទោសគេអីចឹងណាអញ្ចឹងពេលហ្នឹងបងប៉ាគាត់ក៏អត់មានរីរែកចិត្តច្រើនដែរគាត់ថាបួសក៏បួសដែរដោយសារអីគាត់ខ្លាចលោកគេមកយកគាត់អីចឹងណាគាត់ចិត្តអភ័យព្រោះអីតាមគាត់រហូតហ្នឹងតាមពីនងមករហូតដល់គាត់មកដល់ស្រុកកំណើតក៏នៅតាមគាត់ដល់អញ្ចឹងគាត់អត់មានចំទាស់ជាមួយព្រះអង្គទេហើយក៏យល់ព្រមភ្លាមក៏ចាប់ដើមចូលបួសទៅហើយដល់ពេលដែលគាត់បួសបានខ្ទង់1ខែតាមពេលវេលាកំណត់ណាបងប៉ាគាត់ក៏គិតថាគាត់ក៏ត្រូវទៅកម្មាទោសអញ្ចឹងពេលហ្នឹងគាត់ក៏បានតាក់ទងទៅកាន់មិត្តភ័ក្តិរបស់គាត់ដែលធ្វើការនៅក្នុងខេត្តកោះកុងហ្នឹងណាតាក់ទងសុំធ្វើការនៅកន្លែងនោះដដែលទៅដោយសារតែគាត់ក៏ត្រូវទៅកម្មាទោសគេដែរអញ្ចឹងទៅនងហ្មងទៅអញ្ចឹងពេលតាក់ទងហើយមិត្តភ័ក្តិរបស់គាត់ក៏ប្រាប់ថាអូខេហើយតកាយគេព្រមគាត់ក៏ទៅដល់កន្លែងធ្វើការពេលដែលគាត់ទៅដល់កន្លែងធ្វើការពឹបគាត់ក៏ប្រវូមិត្តភ័ក្តិរបស់គាត់2នាក់ម្នាក់ដែលគាត់ស្និទ្ធស្នាលហ្នឹងហើយម្នាក់ទៀតអ្នកថ្មីវាថាគេស្គាល់គ្នាដែរតែមិនសូវស្និទ្ធស្នាលទេទៅទាំងអស់3នាក់ពេលដែលគាត់ដើរទៅដល់កន្លែងហ្នឹងបងប៉ាគាត់ថាគាត់មានអារម្មណ៍ថាព្រឺមែនតើដោយសារតែអារូបភាពដែលគាត់ឃើញថ្ងៃមុនគាត់ឃើញសមោមនុស្សប្រុសហើយដល់ពេលយើងទៅអញ្ចឹងយើងមានអារម្មណ៍ថាហាក់ដូចជាមនុស្សប្រុសម្នាក់ហ្នឹងនៅនឹងអញ្ចឹងប៉ុន្តែអត់មានឃើញអីណាដល់ពេលគាត់ទៅដល់អញ្ចឹងទៅគាត់ក៏មានទិញជាមន់ស្ងោមានទិញជាផ្លែឈើទិញជាអីអញ្ចឹងទៅដាក់អាកន្លែងដែលគាត់បត់ជើងហ្នឹងអាកន្លែងដែលគាត់នោមហ្នឹងណាហើយគាត់ក៏សុំកម្មាទោសទៅថាខ្ញុំសុំកម្មាទោសខ្ញុំអត់មានចេតនាអញ្ចឹងទេកុំប្រកែប្រកាន់ខ្ញុំកុំអីអញ្ចឹងណាហើយបន្ទាប់ពីនឹងមកគាត់ក៏ត្រឡប់មកវិញប៉ុន្តែគាត់ថាពេលដែលគាត់ត្រឡប់មកវិញហ្នឹងគឺគាត់មានអារម្មណ៍ថាដូចជាមានគេកំពុងតែឈរពីក្រោយខ្នងមកគាត់ដូចឈរអាកន្លែងដែលគាត់ដាក់ទាំងវាយដាក់សែនអីហ្នឹងណាដល់ពេលអញ្ចឹងគាត់ក៏ដើរបញ្ញាប់លឿនមករហូតមកដល់កន្លែងធ្វើការគាត់ក៏ធ្វើការធ្វើអីនៅនឹងអញ្ចឹងទៅហើយគាត់ក៏លែងសូវហ៊ានមករកក្តាមរកអីតាមបដ ாய் ហ្នឹងអញ្ចឹងណាដោយសារតែមានអារម្មណ៍ថាមិនទាន់ស្រួលខ្លួនហើយនៅខ្លាចដល់ពេលគាត់ធ្វើការបាន1ខែស្រាប់តែថ្ងៃមួយគាត់ក៏ទៅផ្សារដែលនៅម្ដុំហ្នឹងណាហើយពេលគាត់ទៅអញ្ចឹងទៅគាត់ក៏រកទិញរបស់របរប្រើប្រាស់អីផ្សេងក៏គាត់ឆ្លៀតទៅហូបបង្អែមនៅតូបមួយហើយពេលហ្នឹងគាត់ទៅពីអ្នកមិត្តភ័ក្តិរបស់គាត់ណាប៉ុន្តែបងប៉ាគាត់ថាអំឡុងពេលដែលគាត់ទៅហូបបង្អែមនៅក្នុងតូបមួយហ្នឹងស្រាប់តែពេលហ្នឹងមានអ៊ំចាស់អីដែលគាត់ដូចថាអង្គុយប្រងប្រាគ្នាដែលគាត់និយាយគ្នាលេងអញ្ចឹងណាស្រាប់តែសុកគាត់និយាយថានៅក្នុងស្រុកភូមិយើងឥឡូវបានគេហៅថាសុកហ្នឹងមិនសូវជាញ៉ៃតាំងពីអាចយវាងាប់ទៅអញ្ចឹងណាវាស្លាប់ទៅអញ្ចឹងណាហើយពេលហ្នឹងបងម៉ាគាត់ឆ្ងល់ជាមួយមិត្តភ័ក្តិរបស់គាត់គាត់ឆ្ងល់ថាអីអ៊ំនេះគាត់និយាយពីអីគេស្មាតូគាត់ថាអាចយនេះពីណាគេគាត់ស្គាល់ធម្មតាយើងអ្នកចងាយយើងមិនស្គាល់ប៉ុន្តែគាត់ថាអ៊ំគាត់និយាយថាតាំងពីការពីអាចយនៅរស់ហ្នឹងគឺវាដើរធ្វើបាបគេដើររោរឿងគេអញ្ចឹងណាបកបញ្ហាអីផ្សេងអញ្ចឹងទៅដល់ពេលបងប៉ាគាត់ឆ្ងល់ថាអាចយណាគេអញ្ចឹងគាត់ក៏សួរអ៊ំទៅថាអ៊ំអធិស្ឋានអ៊ំនិយាយថាអាចយណាគេអ៊ំគាត់មានអារម្មណ៍ថាគាត់ឆ្ងល់ហើយពេលហ្នឹងបានអ៊ំគាត់និយាយថាចេះអាចយហ្នឹងរឿងហ្នឹងវាបានកន្លងទៅប្រហែលជា 4-5 ឆ្នាំមុនមកម៉ែកាលពីអាចយហ្នឹងនៅរស់វាដើរដូចថាវាដើរលួចរបស់របរគេអញ្ចឹងណាព្រោះដោយសារតែចយហ្នឹងគឺជក់ថ្នាំអីចឹងទៅដល់ពេលអញ្ចឹងទៅដើរបរហោះម៉ូតូបរហោះអីនិយាយទៅគឺរោរឿងកោគេពេញតំបន់ពេញភូមិហ្នឹងអញ្ចឹងដល់ពេលអញ្ចឹងទៅស្រាប់តែមានថ្ងៃមួយចយហ្នឹងដូចថាមិនដឹងថាទៅណាទៅណីទេហើយគាត់ស្វឹងស្រាណាគាត់ជិះម៉ូតូដូចលឿនមែនតើដល់ពេលគាត់ជិះចឹងទៅស្រាប់តែជិះបុកដើមឈើហើយគាត់ក៏បាក់កស្លាប់ទៅហើយបន្ទាប់ពីគាត់ស្លាប់ទៅគឺគេក៏យកសាកសពយកទៅកប់នៅអាកន្លែងម្ដុំដៃសមុទ្រគាត់លឺចឹងបងប្អូនដឹងមិនគាត់ថាអ៊ំកប់នៅកន្លែងណាកន្លែងនោះមែនគាត់ច្អល់ទៅអាកន្លែងណាគាត់ដូចថាគាត់ទៅរកក្តាមថ្ងៃមុនហ្នឹងគាត់ច្អល់ទៅហ្នឹងហើយដល់ពេលអ៊ំហ្នឹងថាហ្នឹងឯងក្មួយនៅហ្នឹងឯងនៅម្ដុំហ្នឹងគេកប់កន្លែងហ្នឹងហើយពេលដែលបងប៉ាគាត់លឺចឹងគាត់ភ្ញាក់គាត់ភ្ញាក់ថាកន្លែងហ្នឹងកន្លែង
cái cọp sóc với chẳng hồi đầu tiên nhưng tới ban mong phá quật nước khơi mà có tha cái lấy này quật núm nặng nữa cứ quật đăng tha và có chip nấu mua trôi như này vẫn tay ôm nó còn bật chẽ có tha trôi nó mến là dụ không mấy thì có là dụ tung sai 20 năm hai để tha quật nó cứ dụ chở nơi tái quật để tha mình châu sal mình châu thua mình châu a chứ nó quật châu trận chẳng á hay tổ bị nâng móc quật có tranh bị cái lại xa nâng màu chân từ hay bông phá quật có chập đáo quật mòn có tha cứ cho ban à cứ chia ông trôi nữa anh vừa xa tập nô nó cứ ông nó có cho nó trong tư cái lại nâng ngày muốn cái quát tới cái lại nâng tăng bị sai tăng bị hơi hơi dân tới con mẹ làm thao bài chè con lên hồ đường ấy hai cọ viện mình khơi đường ấy đài còn tái đường mùi đài bóng phá quát nơi tái ngon mà đo rồi ngày nữa cứ quát ngon tha cái đam để nơi không thúng á thôi mà cái đam không thúng cứ quát ban trở nó còn vô bị bấy nữa do mỏ ảng hay quát hộp còn tái quát chùm lái tha bây giờ quát rút mò tam plei nè cái đam không thúng đi việc ngay chỉ đông thô mình ấy cho có cho tha cho cái đam này quát hộp nữa nó vì gì vì cái đam bất được việc thô được việc bạch hai đấy ban chia cái đam này nó không thúng vì việc tơi chỉ thô mình cái lấy nữa đây một pha quát ở vô quát ngon mà đo rồi ngay nữa cứ quát ở đằng tha tá việc mạch mình hay pe nữa cứ bông pha quát tha quát xong ta mà chưa luôn ai tha đương ra đương việc cả lần chẳng á có tha mặt đo rồi ngay nữa mất phèo bằng quát tay ta chậm on mà quát tha cái mọi lông rốt tơ tia nữa nên cứ mất phèo bằng quát tay ta phải áp bị nâng mà can quát rồi ngày nâng ngày chắc là đi phía chỉ đường ra đại cả láng từ lứa bông pha đại quát bán từ đâu cái đám nơi tam đây là một tay mình ảnh hãy chạy đòn ấy tới nó cứ trong cái lấy một đồng là kia cọp sọp rồi bó ôm trôi nó ảnh hay nhung mà chia sấy á bị bùa được xa tay ông nó có thang còn tái tam pất có là dụ tràn thôi hay bông pa cái này vẫn có tha cứ đợi xa tay quạt tận nôm đạn lại kia nâng phong chứ nè còn tái quạt cô mình bán chỉ chập vào róm hay cô ăn miên chơi tận hạ này chẳng là cái lấy ní vì chỉ mê riêng được có chỉ bọt bị sao mũi đáy xong ra bông ôn đại từ đồng bon na cái đòi cứ muốn là dương bọt đây bọt trường ấy dương xong kê từ năng ngày cái lô dương bạc kê bà ai nhưng từ là sao tại dương mưa mình khơi tì hay mình tha gì dương bọt đây bọt trường xong bây tại dương sẽ đo thằng mót xong bây tại dương ấy nữa vì chỉ đường mùi đại dương cua tại miền ca prong bạch phong đài còn đấy vì mình sao tại khúc lại sao tại miền phụ nắng này còn tha dương mưa mình khơi nhớ nè ok chân xong mà con một bộ nào kia đại ban chấm này p về lia đồng miền đồng lấyสำหรับเรื่องราวนี้ตั้งไปตามเราจอบเอาคนวันนี้ส่งจบเรียบเรียบจุกเนี่ยในขนมวิดีโอกล่าวติดบายบาย